សុជាអ្នកក៏សំខាន់ដែលអ្នកជួញដូរហាងឆេងមាសត្រូវតែតាមដាន សូមស្វាគមន៍មកលោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារដូរប្រាក់ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនៅក្នុងកម្ពុជាតែងតែប្រែប្រួលខ្លាំងដោយសារឥទ្ធិពលពីកត្តាសេដ្ឋកិច្ចសំខាន់ជាច្រើនត្រូវបានចាត់ទុកជាទ្រព្យសុវត្ថិភាព Safe Haven Asset ដែលវិនិយោគិននិងធនាគារកណ្ដាលជ្រើសរើសក្នុងពេលមានភាពមិនច្បាស់លាស់ក្រុមនេះជាព័ត៌មានសេដ្ឋកិច្ចសំខាន់ដែលជាធម្មតាប៉ះពាល់ទៅដល់តម្លៃហាងឆេងមាសយ៉ាងខ្លាំងទាំងការកើនឡើងនិងការធ្លាក់ចុះដោយផ្អែកទៅលើនិន្នាការបច្ចុប្បន្នឆ្នាំ2025-2026ឡើងចុះនៃលុយដុល្លារសហរដ្ឋអាមេរិក US Dollar Rate ត្រូវបានធៀបជាមួយនឹងលុយដុល្លារសហរដ្ឋអាមេរិកដូច្នេះនៅពេលលុយដុល្លារឡើងថ្លៃដូចជាពេលនេះនៅពេលដែលមានការកើនឡើងបន្តិចតម្លៃមាសក៏បានធ្លាក់ថ្លៃខ្លាំងទៅវិញប្រសិនបើលុយដុល្លារមានការធ្លាក់ថ្លៃមាសនឹងអាចមានការកើនឡើងខ្លាំងដោយសារវាក្លាយទៅជាទ្រព្យសម្បត្តិសុវត្ថិភាពជំនួសលុយដុល្លារអត្រាការប្រាក់របស់ធនាគារកណ្ដាល Fed Interest Rates ទៅនៅពេលដែលអត្រាការប្រាក់ខ្ពស់មាសធ្លាក់ចុះព្រោះវិនិយោគិនងាកទៅរកបណ្ណបំណុលឬមូលប័ណ្ណដែលផ្ដល់ការប្រាក់ខ្ពស់ជាងពេលដែលអត្រាការប្រាក់ទាបឬរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់នោះមាសអាចនឹងមានការកើនឡើងខ្លាំងក្នុងឆ្នាំ2025និង26កត្តានេះជាមូលហេតុចម្បងដែលជំរុញឲ្យតម្លៃមាសមានការកើនឡើងខ្លាំងដល់កម្រិតខ្ពស់បំផុតចុងក្រោយនេះក៏ឡើយទៅមើលការទិញមាសរបស់ធនាគារកណ្ដាល Central Bank Purchases ធនាគារកណ្ដាលជាពិសេសនៅអាស៊ីដូចជាចិនឥណ្ឌាប៉ូឡូញបន្តទិញមាសដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើលុយដុល្លារជាកត្តាជំរុញឲ្យតម្លៃមាសមានការកើនឡើងខ្លាំងនៅក្នុងឆ្នាំ2025មានការទិញប្រហែលជាង863តោនហើយនិន្នាការនេះនឹងបន្តនៅក្នុងឆ្នាំ2026បើការពីវិនិយោគិនឯកជននិង ETF Investor and ETF Demand វិនិយោគិនឯកជននិងមូលនិធិ ETF ទិញមាសច្រើននៅពេលដែលមានភាពមិនច្បាស់លាស់ជំរុញឲ្យតម្លៃមាសមានការកើនឡើងខ្លាំងដូចជានៅក្នុងឆ្នាំ2025ការទិញ ETF និងវិនិយោគិនរាយកាន់តែខ្លាំងជាពិសេសចិននិងឥណ្ឌាធ្វើឲ្យតម្លៃហាងឆេងអន្តរជាតិមានការកើនឡើងខ្លាំងតាមសេចក្តីមកកត្តាទាំងនេះរួមគ្នាបង្កឲ្យតម្លៃមាសមានការប្រែប្រួលខ្លាំងក្នុងរយៈពេលថ្មីនេះជាមួយនឹងនិន្នាការរួមគ្នាទៅរកកម្រិតខ្ពស់ថ្មីខ្លះរំពឹងថាដល់$6,000ក្នុងមួយអោនខ្លះទៀតក៏បានព្យាករណ៍ថាតម្លៃមាសនឹងហក់ឡើងទៅដល់តម្លៃ$6,300ក្នុងមួយអោននៅចុងឆ្នាំ2026សម្រាប់លោកស្រីដែលកំពុងតែចាប់អារម្មណ៍ក៏ដូចជាចង់ស្វែងរកឱកាសចំណេញពីការទិញនិងលក់តម្លៃហាងឆេងអន្តរជាតិសម្រាប់អស់លោកស្រីដែលចង់បើកគណនីជួញដូរអាចធ្វើការទំនាក់ទំនងមកនេះខ្ញុំសារ៉ាសាន់ដេតាម Telegram នៅខាងលើដើម្បីទទួលបានការបង្រៀនក៏ដូចជាការបើកគណនីជួញដោយឥតគិតថ្លៃ